កាន់តែច្បាស់កាហើយដោយប្រជាជនថៃភាគច្រើនមិនគ្រប់គ្រងគណៈបកលោកអនុទីនដែលជានាយករដ្ឋមន្ត្រីចាំសម្បុកបច្ចុប្បន្ននោះទេព្រោះពួកគេស្អប់សង្គ្រាមជាមួយនឹងកម្ពុជាបើតាមលទ្ធផលស្ទង់មតិបានឲ្យដឹងថាគណៈបកលោកអនុទីនមានការគ្រប់គ្រងតែ 3.1% ប៉ុណ្ណោះហើយគណៈបកប្រជាជនថៃមានការគ្រប់គ្រងទៅដល់ 45.1% និងសូមបញ្ជាក់ផងដែរថាបើតាមការវិភាគទុកមុននៅក្នុងស្រុកថៃលោកអនុទីនអាចនឹងមានផែនការបង្ករឿងសារជាថ្មីជាមួយនឹងកម្ពុជានៅគៀកថ្ងៃបោះឆ្នោតខែកុម្ភៈឆ្នាំ2026ខាងមុខនេះដើម្បីពន្យាពេលបោះឆ្នោតនិងរក្សាអំណាចរបស់ខ្លួនបន្តទៀតដោយសារតែលោកអនុទីនបានដឹងមុនថាគណៈបករបស់ខ្លួនមិនមានសម្លេងគ្រប់គ្រងច្រើននៅក្នុងសហភាពថៃនោះទេដូច្នេះរឿងមួយនេះក៏ទាមទារឲ្យកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ